មន្ត្រីបពប្រឆាំងចាត់ទុកការទម្លាយអាត់កំបាំងទំនាក់ទំនងរវាងលោកហ៊ុនសែនជាមួយនាយករដ្ឋមន្ត្រីថៃជាពិសេសត្រកូលឈិនវត្តជាកំហុសក្រមសីលធម៌នយោបាយការទូតធ្ងន់ធ្ងរដែលជាហេតុធ្វើឲ្យមេដឹកនាំថៃចំនួនក្រោយរួមទាំងមេដឹកនាំប្រទេសដទៃទៀតខ្លាចរអាក្នុងការធ្វើទំនាក់ទំនងជាមួយនឹងកម្ពុជាតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានបានប្រាប់សារព័ត៌មាននៅ Cambodia Daily នៅថ្ងៃនេះថាទំនាស់ជាមួយថៃអំពីបញ្ហាព្រំដែនជារឿងងាយបំផុតគ្រាន់តែកម្ពុជាប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិគឺគ្រប់គ្រាន់ហើយមិនចាំបាច់យករឿងបុគ្គលមកពាក់ព័ន្ធក្នុងស្ថានភាពនេះឲ្យមានសង្គ្រាមជាមួយប្រទេសថៃនោះទេលោកអ៊ុំសំអានលើកឡើងថាការបង្ហាញចំហរបស់លោកហ៊ុនសែនក្នុងការការពារអធិបតេយ្យជាតិខ្មែរទៅកាន់ប្រទេសថៃនៅពេលនេះគឺជាការឆ្លៀតឱកាសកេងចំណេញក្នុងពេលដែលកម្ពុជាមានទំនាស់ព្រំដែនជាមួយថៃដើម្បីស្វែងរកប្រជាប្រិយភាពឲ្យលោកហ៊ុនម៉ាណែតជាជាងចេតនាការពារទឹកដីខ្មែរពិតប្រាកដលោកបន្ថែមថាបើលោកហ៊ុនសែនមានចេតនាការពារទឹកដីខ្មែរមែនគាត់ក៏ត្រូវហ៊ានបំផុសគំនិតជាតិនិយមឲ្យពលរដ្ឋខ្មែរងើបឡើងតវ៉ាប្រឆាំងនឹងការឈ្លានពានទឹកដីពីប្រទេសវៀតណាមដែរប៉ុន្តែផ្ទុយទៅវិញការប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសថៃគាត់បែរជាបំផុសឲ្យគំនិតទៅដល់ពលរដ្ឋខ្មែរអរគុណវៀតណាមទៅវិញមន្ត្រីបកប្រឆាំងរូបនេះស្នើឲ្យលោកហ៊ុនសែនកំណត់សកម្មភាពរបស់គាត់ឲ្យបានត្រឹមត្រូវដើម្បីការពារផលប្រយោជន៍និងមុខមាត់របស់ប្រទេសជាតិជាជាងការស្វែងរកមុខមាត់សម្រាប់តែនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតកូនប្រុសរបស់គាត់និងប្រយោជន៍សម្រាប់តែបកកណ្ដាលអំណាចក្នុងចំនួនព្រំដែនជាមួយថៃនៅពេលនេះលោកហ៊ុនសែនក្នុងពេលថ្មីនេះគឺបានទម្លាយអាត់កំបាំងទំនាក់ទំនងជាមួយនឹងត្រកូលឈិនវត្តខ្ទេចខ្ទីក្រោយពីមានចំនួនព្រំដែនកម្ពុជាថៃនៅពេលនេះប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបានលើកឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសឆ្លើយតបទៅកាន់នាយករដ្ឋមន្ត្រីថៃជាពិសេសត្រកូលឈិនវត្តជុំវិញចំនួនព្រំដែនរវាងប្រទេសទាំងពីរនៅថ្ងៃនេះថារាប់ចំនួនមកហើយថៃមិនដែលពឹងកម្ពុជាទេប៉ុន្តែចំនួនដឹកនាំរបស់លោកថៃបានមកពឹងពាក់កម្ពុជាឲ្យជួយក្នុងកិច្ចការនយោបាយរបស់ថៃលោកហ៊ុនសែនទម្លាយថាលោកធ្លាប់បានជួយត្រកូលថាក់ស៊ីនរួមមានអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនឈិនវត្តនិងអ្នកស្រីយីងឡាក់ឈិនវត្តផងដែរក្នុងនោះលោកថាក់ស៊ីនធ្លាប់ត្រូវបានទៅជ្រកកោននៅផ្ទះរបស់លោកគណៈអ្នកស្រីយីងឡាក់ក៏ធ្លាប់ត្រូវបានលោកជួយរំដោះចេញពីទឹកដីថៃឆ្លងចូលទឹកដីកម្ពុជាទៅកាន់ប្រទេសទី3ថែមទៀតបន្ថែមពីនេះលោកក៏បានផ្ដល់លិខិតឆ្លងដែនសញ្ជាតិខ្មែរឲ្យអ្នកស្រីយីងឡាក់ដើម្បីចាក់ចេញទៅកាន់ប្រទេសទី3ផងដែរជុំវិញបញ្ហានេះអ្នកផ្ដល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសជាតិបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាការទម្លាយទំនាក់ទំនងផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយនឹងបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេសមិនត្រឹមតែធ្វើឲ្យមានការរារែកចិត្តក្នុងការកសាងទំនាក់ទំនងការទូតសម្រាប់មេដឹកនាំថៃក្រោយៗទៀតនោះទេថែមទាំងធ្វើឲ្យមានការរារែកចិត្តសម្រាប់មេដឹកនាំប្រទេសដទៃទៀតជាមួយនឹងកម្ពុជាដែរលោកសេសជាតិលើកឡើងថាគ្មាននរណានឹងនឹកស្មានដល់ទេថានៅពីក្រោយបញ្ហាព្រំដែនកម្ពុជាថៃមានរឿងអាត់កំបាំងរវាងលោកហ៊ុនសែននិងត្រកូលថាក់ស៊ីនច្រើនដល់ម្លឹងនោះហើយការទម្លាយនៅអាត់កំបាំងនេះក៏នឹងបង្កបញ្ហាកាន់តែលំបាកសម្រាប់ប្រទេសទាំងពីរដើម្បីបញ្ចប់ទំនាស់នេះទៅថ្ងៃក្រោយផងដែរចំណែកមន្ត្រីជាន់ខ្ពស់បកប្រឆាំងលោកហ៊ីងសុកសានអះអាងថាការទម្លាយរឿងផ្ទាល់ខ្លួនរវាងលោកហ៊ុនសែននិងត្រកូលថាក់ស៊ីនវាគ្មានប្រយោជន៍អ្វីសោះសម្រាប់ជាតិផ្ទុយទៅវិញធ្វើឲ្យជាតិខ្មែរអាប់អោនកិត្តិយសតែប៉ុណ្ណោះលោកហ៊ីងសុកសានបញ្ជាក់ថាទង្វើបែបនេះគេនឹងមើលឃើញកម្ពុជាក្នុងរូបភាពអវិជ្ជមានពីសហគមន៍អន្តរជាតិជាពិសេសគឺសហគមន៍អាស៊ានតែម្ដងព្រោះវាជាទង្វើបំពានគោលការណ៍អាស៊ានគឺការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកដទៃទៀតបាទលោកនាងជាទីមេត្រីប្រធានព្រឹទ្ធសភាលោកហ៊ុនសែនចោទថាប្រទេសថៃជាមជ្ឈមណ្ឌលចែកចាយក្រុមអ ுக ្រិតជនឆបោកតាមអនឡាញធំបំផុតនៅតំបន់អាស៊ីខណៈកម្ពុជាគឺជាប្រទេសរងគ្រោះពីប្រទេសថៃតែប៉ុណ្ណោះមេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនលើកឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសឆ្លើយតបទៅកាន់នាយករដ្ឋមន្ត្រីថៃជុំវិញចំនួនព្រំដែនរវាងប្រទេសទាំងពីរនៅថ្ងៃនេះថាប្រទេសថៃមានជើងហោះហើរត្រង់ភ្ជាប់តទៅប្រទេសនានាហើយក៏បាននាំយកជនឆបោកទាំងអស់នោះចូលទៅប្រទេសរបស់ខ្លួនដែរមុននឹងជនឆបោកទាំងអស់នោះឆ្លងចូលទៅប្រទេសដទៃទៀតលោកហ៊ុនសែនចាត់ទុកការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីថៃអ្នកស្រីផៃថងឋានឈិនវត្តដែលថាកម្ពុជាគឺជាសម្បុកអ ுக ្រិតជនឆបោកគឺជាការបៀមឈាមព្រោះដាក់កម្ពុជាតែប៉ុណ្ណោះត្បិតក្រុមអ ுக ្រិតជននៅតាមព្រំដែនជាមួយប្រទេសភូមានិងនៅតាមព្រំដែនជាមួយឡាវសុទ្ធសឹងតែប្រទេសថៃជាអ្នកផ្គត់ផ្គង់ទាំងអស់ដូចជាអគ្គិសនីនិងបណ្ដាញអ៊ីនធឺណិតជាដើមលោកហ៊ុនសែនបញ្ជាក់ថាសូម្បីប្រទេសម៉ាឡេស៊ីក៏មានគម្រោងធ្វើរបងជាមួយប្រទេសថៃដើម្បីទប់ស្កាត់គ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃដែរករណីនេះមានន័យថាប្រទេសថៃគឺជាសម្បុកអ ுக ្រិតជនដ៏ធំក្នុងការចែកចាយក្រុមអ ுக ្រិតជនទៅប្រទេសជិតខាងនោះកាលពីថ្ងៃទី23ខែមិថុនានាយករដ្ឋមន្ត្រីថៃអ្នកស្រីផៃថងឋានឈិនវត្តបានចោទកម្ពុជាថាជាមជ្ឈមណ្ឌលអ ுக ្រិតកម្មឆ្លងដែនដែលធ្វើឲ្យប្រទេសដទៃដែលធ្វើឲ្យប្រទេសថៃខាត់បង់ទឹកប្រាក់ជាង600,000 លានបាតក្នុងមួយឆ្នាំដែលថៃត្រូវតែដាក់ចេញនៅយុទ្ធសាស្ត្របោសសម្អាតក្នុងរយៈពេល3ខែបន្ទាប់នេះនាយករដ្ឋមន្ត្រីថៃរូបនេះអះអាងថាប្រទេសថៃបានចាត់វិធានការរឹតបន្តឹងបិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជាដើម្បីបង្ក្រាបបណ្ដាញអ ுக ្រិតជនបោកប្រាស់ដែលត្រូវបានរកឃើញក្នុងប្រទេសកម្ពុជាដូចជាការកាត់ផ្ដាច់នៅអគ្គិសនីផ្ដាច់បណ្ដាញអ៊ីនធឺណិតរួមទាំងបណ្ដាញអ៊ីនធឺណិតអូសក្រោមសមុទ្រទៅកាន់ខេត្តព្រះសីហនុជាដើមជាងនេះទៅទៀតរដ្ឋាភិបាលថៃនឹងរឹបអូសទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់មេទ័ពខ្មែរដែលតម្កល់នៅធនាគារថៃដែលជាប់ពាក់ព័ន្ធនឹងអ ுக ្រិតកម្មអនឡាញរួមទាំងឈប់ផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់ប្រភេទមកកម្ពុជាថែមទៀត
លើពីនេះប្រទេសថៃនឹងសម្របសម្រួលជាមួយប្រទេសដទៃនិងទីភ្នាក់ងារអន្តរជាតិផ្សេងទៀតដើម្បីរុះរើបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែនដោយយកប្រទេសថៃធ្វើជាទីតាំងមជ្ឈមណ្ឌលប្រតិបត្តិការក្នុងតំបន់តែម្ដងយ៉ាងណាក៏ដោយគេសង្កេតឃើញថាការប្រកាសបិទច្រកព្រំដែនពីសំណាក់នាយករដ្ឋមន្ត្រីថៃក្រោមម្លេះទប់ស្កាត់ឧក្រិដ្ឋកម្មនិងការឆបោកអនឡាញដែលបានលើកឡើងថារកឃើញនៅប្រទេសកម្ពុជានោះគ្រាន់តែធ្វើឡើងបន្ទាប់ពីក្រមយោធាបានប្រកាសបិទព្រំដែនដោយឯកតោភាគីក្រោយទំនាស់ព្រំដែនជាមួយកម្ពុជាតែប៉ុណ្ណោះដែលមិនមែនជាចេតនាពិតប្រាកដក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកឆ្លងដែននោះឡើយជុំវិញបញ្ហានេះកាសែត The Bangkok Post បានចេញផ្សាយអត្ថបទកាលពីដើមសប្តាហ៍នេះថាកាលពីដើមខែមីនាឆ្នាំ2025អង្គការសហប្រជាជាតិបានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលថៃឲ្យបំភ្លឺលើចំណុចសំខាន់ជាច្រើនទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែនដោយផ្ដោតទៅលើស្ត្រីនិងកុមារក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតកាសែត The Bangkok Post បញ្ជាក់ថាអង្គការសហប្រជាជាតិបានចង្អុលបង្ហាញពីទូនាទីដ៏សំខាន់របស់ប្រទេសថៃដែលជាមជ្ឈមណ្ឌលចែកចាយជនរងគ្រោះទៅកាន់មជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសជិតខាងជាពិសេសនៅតំបន់ព្រំដែនជាមួយរដ្ឋការ៉ែននៃប្រទេសភូមាជាដើមអ្នកខ្លំមើលសង្គមលើកឡើងថាបើកម្ពុជាបង្កើតឲ្យមានច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរមែននោះគឺមានន័យស្មើនឹងបង្កើតច្បាប់រំលាយជាតិសាសន៍ខ្លួនឯងដូច្នោះដែរអ្នកខ្លំមើលសង្គមលោកវ៉ុនចាន់ឡូតសរសេរនៅលើគណនី Facebook របស់លោកនៅថ្ងៃនេះថាការប្រមានដកសញ្ជាតិខ្មែរពីសំណាក់មេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនគឺមិនអាចធ្វើកើតនោះទេបើអ្នកទាំងនោះមានកំណើតជាជនជាតិខ្មែរលើកលែងតែជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមមធ្យោបាយផ្សេងៗតែប៉ុណ្ណោះលោកវ៉ុនចាន់ឡូតអះអាងថាជនជាតិខ្មែរមានសញ្ជាតិខ្មែរខុសពីជនបរទេសមានសញ្ជាតិខ្មែរព្រោះជនជាតិខ្មែរបានផ្សារភ្ជាប់ទៅនឹងទឹកដីកំណើតភាសាវប្បធម៌មនោសញ្ចេតនាជាតិនិយមនិងស្នេហាជាតិរបស់ខ្លួនដូច្នេះការប្រមានដកសញ្ជាតិពីពលរដ្ឋខ្មែរដែលមានកំណើតខ្មែរបែបនេះមិនខុសពីការប្រកាសរំលាយជាតិសាសន៍ខ្លួនឯងនោះឡើយអ្នកខ្លំមើលសង្គមរូបនេះបញ្ជាក់ថាបើលោកហ៊ុនសែនយល់ថាការប្រព្រឹត្តក្នុងសម័យរបបខ្មែរសាធារណរដ្ឋលន់នល់កាត់ក្តីដកសញ្ជាតិខ្មែរពីអតីតព្រះមហាក្សត្រជាទង្វើមិនត្រឹមត្រូវគាត់ក៏គួរតែជៀសវាងកុំឲ្យអំពើបែបនេះកើតមាននៅក្នុងសង្គមជាតិខ្មែរដែរការអះអាងរបស់លោកគឺធ្វើឡើងបន្ទាប់ពីលោកហ៊ុនសែនប្រមានដកសញ្ជាតិខ្មែរពីអ្នកទាំងឡាយណាដែលហ៊ានចូលដៃជាមួយនឹងថៃប្រឆាំងរដ្ឋាភិបាលកម្ពុជាជុំវិញចំនួនព្រំដែនកម្ពុជាថៃនាពេលនេះជាពិសេសគឺក្រមប្រឆាំងតែម្ដងថ្លែងនៅក្នុងការផ្សាយផ្ទាល់ពិសេសជុំវិញបញ្ហាចំនួនព្រំដែនកម្ពុជាថៃនៅថ្ងៃនេះប្រធានព្រឹទ្ធសភាលោកហ៊ុនសែនប្រមានដកសញ្ជាតិខ្មែរបើមានពលរដ្ឋខ្មែរណាគប់គិតជាមួយថៃក្នុងពេលដែលប្រទេសទាំងពីរមានទំនាស់ព្រំដែនជាមួយគ្នានៅពេលនេះជាពិសេសគឺក្រមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសតែម្ដងលោកហ៊ុនសែនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកកើតរិទ្ធសិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញតាក់ទងទៅនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលគប់គិតជាមួយថៃបំផ្លាញខ្មែរជាពិសេសបញ្ហាចំនួនព្រំដែនជាមួយថៃនៅពេលនេះលោកហ៊ុនសែនបន្តថាបើពួកគេបានជាសហការជាមួយថៃទៅហើយដូច្នេះគួរតែត្រូវបានដកសញ្ជាតិខ្មែរចេញដោយទុកឲ្យថៃបំពាក់អាវុធនិងសញ្ជាតិថៃឲ្យពួកគេមកបាញ់តទល់ជាមួយខ្មែរតែម្ដងទៅមេដឹកនាំបកកណ្ដាលអំណាចរូបនេះបញ្ជាក់ថាបើថៃអនុញ្ញាតឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសចូលទៅទឹកដីថៃធ្វើសកម្មភាពប្រឆាំងកម្ពុជានោះវាគឺជាទង្វើរំលោភគោលការណ៍អាស៊ានមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ានទាំងស្រុងប្រធានក្រុមប្រឹក្សាខ្លំមើលកម្ពុជាលោកម៉ែនណាតបានលើកឡើងថានៅក្នុងពេលមានបញ្ហាព្រំដែននៅពេលនេះលោកហ៊ុនសែនមិនត្រឹមតែមិនចង់ផ្សះផ្សាជាតិទេប៉ុន្តែគាត់បែរជាប្រមានដកសញ្ជាតិខ្មែរពីអ្នកប្រឆាំងដែលគាត់ចោទដោយគ្មានមូលដ្ឋានថាចូលដៃជាមួយនឹងថៃឈ្លានពានកម្ពុជាទៅវិញចំណែកមន្ត្រីបក្សសង្គ្រោះជាតិក្នុងប្រទេសកាណាដាលោកម៉ោងសារ៉ាត់លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី27ខែមិថុនាថាបកប្រឆាំងគ្មានគោលការណ៍ឬផែនការនយោបាយសហការជាមួយថៃដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជាទេព្រោះថាវាជាទង្វើមិនសមស្របទៅនឹងស្មារតីផ្សះផ្សាជាតិឯកភាពជាតិនិងការរួបរวมជាតិឡើយមន្ត្រីបកប្រឆាំងរូបនេះបញ្ជាក់ថាអ្វីដែលបកប្រឆាំងចង់បានគឺការបង្រួបបង្រួមជាតិដោយធ្វើការផ្សះផ្សានយោបាយហើយអ្វីដែលបកប្រឆាំងចង់បានទៀតនោះគឺការដោះលែងអ្នកទោសមនសិការទាំងអស់ជាពិសេសគឺបើកផ្លូវឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសអាចចូលប្រទេសកម្ពុជាវិញដើម្បីបង្ហាញពីការផ្សះផ្សានិងឯកភាពជាតិពិតប្រាកដមិនមែនចេះតែបន្តចោទគ្នាទៀតនោះទេ